ជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនហើយធ្វើរូបបែបនេះបងប្អូនណាហើយបងប្អូនចេះធ្វើរូបបែបនេះជាដំបូងបងប្អូនចូលមក Play Store បងប្អូនណាចូល Play Store ហើយបងប្អូនវាយជាអក្សរ G ពាក្យថាអក្សរ G ហើយបងប្អូននឹងឃើញ Gemini ហើយបាទ Gemini app Gemini នេះបងប្អូនវាយខាងលើអក្សរហ្នឹងមកបាទ search រកអក្សរហ្នឹងមកគឺយើងចូលទៅ app Gemini AI ហើយអញ្ចឹងណាបាទ Google Gemini នេះគឺបងប្អូនខ្ញុំdownload រួចហើយអញ្ចឹងបងប្អូនខ្ញុំអាចថយមកវិញបាទបងប្អូនមិនទាន់ download បងប្អូន download មកបាទអញ្ចឹងនេះapp Gemini បាទយើងចុចលើនឹងមកបាទហើយបងប្អូនមើលមកក្រោមគឺមានត្រី2បងប្អូនអាចចុចលើត្រី2នេះមកបងប្អូនហើយបងប្អូនវាយយកពាក្យ create image បាទអញ្ចឹងវាយយកពាក្យនេះមួយមកគឺឃើញអក្សរបូកគៀននឹងទៀតហើយនេះបាទអញ្ចឹងបងប្អូនអាចចុចលើនឹងហើយបងប្អូនចុចលើgallery របស់យើងនេះបាទចុចមកគឺចេញរូបយើងរើសយករូបមួយមកដើម្បីយើងឲ្យ AI គាត់បំលែងបាទអញ្ចឹងនេះហើយកន្លោននេះគឺយើងទុកទៅ copy from យើងយកមកអញ្ចឹងបងប្អូនយើងថយទៅ Telegram ដើម្បី copy យក from យើងបាទ from យើងនេះអក្សរច្រើនបងប្អូនណាច្រើនអញ្ចឹងចាំខ្ញុំដាក់នៅលើនៅក្នុង comment បងប្អូនណានៅក្នុង comment អញ្ចឹងយើង copy យកមកបាទហើយយើងចូលមក app របស់យើងវិញមកបាទចូលមក app របស់យើងផាសនៅលើកន្លោនមួយហ្នឹងបាទចុចលើផាសមកបាទអញ្ចឹងយើងចុចផាសហើយបងប្អូនចុចសញ្ញាព្រួយនេះបាទចុចសញ្ញាព្រួយនេះមកហើយបងប្អូនរងចាំបន្តិចបងប្អូនណារងចាំបន្តិចគឺរូបនឹងចេញមកហើយបាទនេះចេញមកហើយបងប្អូនណាបាទអញ្ចឹងបងប្អូនអាចធ្វើបានហើយងាយបងប្អូនណាហើយបងប្អូនអាចចុចលើត្រី3នេះមកបាទចុចលើត្រី3នេះមកហើយបងប្អូន save image នេះមកបាទ save មកឬក៏បងប្អូនចុចលើរូបបងប្អូនណាចុចលើរូបនេះមកហើយយូរមកឃើញពាក្យថា save នេះបងប្អូនចុច save យកតែម្ដងបាទប៉ុណ្ណឹងបានហើយបងប្អូនណាអញ្ចឹងវីដេអូ